ពេលនេះដើមឈើបានអាកាត់តម្រឹមរួចអស់ហើយបងប្អូនឥឡូវដល់វគ្គដែលត្រូវអាផាងឈើបងប្អូនបាទខាងខ្ញុំគេហៅអាផាងឈើជាជំរាកខាងបងប្អូនមិនដេញជាអាហៅថាអាស្អីទេបងប្អូនបាទខាងខ្ញុំគឺហៅអញ្ចឹងឯងបងប្អូនបាទជាងអាឈើនេះគឺជាជាងចំណានផងបងប្អូនបាទមិនបាច់វៃបន្តិតវែងឆ្ងាយទេបងប្អូនវៃបន្តិតតែមួយគឺអាយោតែម្ដងបងប្អូនបាទបាត់ពិសោធន៍ច្រើនឆ្នាំហើយជើងចាស់ហើយបងប្អូនបាទមិនដូចជើងថ្មីទេបាទអាចុះអាឡើងវាកងែងកងងងាកឈប់ងាកមើលងាកឈប់ងាកមើលទេបងប្អូនសម្រាប់តែជើងចាស់គឺជាងាយស្រួលណាក្នុងការអាព្រោះគេជំនាញហើយខាងអាបងប្អូនបាទអាផាងធ្វើជាផាងនេះអាទូបងប្អូនបាទអាទូនៅពេលដែលមានលុយគ្រប់គ្រាន់អញ្ចឹងឲ្យគេធ្វើក្រេមួយបងប្អូនបាទធ្វើក្រេមួយដើម្បីសម្រាប់ដេបងប្អូនបាទបើមានឈើស្រាប់ខ្លួនឯងបងប្អូនគឺឲ្យគេធ្វើក្រេគឺអស់លុយតិចទេបងប្អូនបាទគេគឺតែថ្លៃឈ្នួលចំណែកឈើគេគឺអស់ច្រើនណា